Hello សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះពួកយើងចូលមកដល់ភាគ2ហើយបន្ទាប់ពីភាគ1ដល់វែងអនឡាញហើយឥឡូវក៏ឈានដល់មកនៅ Pub Street វិញម្ដងដោយសារតែដើរផ្លូវនឹងសបាយពេកក៏ភ្លេចថតឥឡូវយើងឈានចូលមកដល់វគ្គពេលព្រឹកវិញគ្រាន់តែដាក់គូអង្គុយចូលមកដល់ក្នុងហាងភ្លាមខ្ញុំកំងមីគីវសាច់គោផ្លែតហើយអង្គុយក្អីទល់មុខគ្នាជាមួយ Big Boy ឃើញមុខពូច្បាស់អត់បើគឺច្បាស់ពូមើលខ្លួនឯងអាហ្នឹងមិនមីគីវគឺគាត់នេះអាណាមីគីវមែននេះដូចវ៉ាន់តុននៅដូចហៅវ៉ាន់តុននិយាយទៅកាទៀវដូចស្រុកខ្មែរយើងគឺថាជាតិមែនតើឡើងឆ្ងាញ់ខ្លាំងហ្មងខ្ញុំញ៉ាំតាមផ្លែគឺថាអស់ចានតែម្ដងហើយនេះបានញ៉ាំអស់ហើយបាទទៅសល់តែទឹកបន្តិចទេRồi, trốn ra mẹ. Hello. Hello. Đó. Sao thọt như còn để cho mà đó hàng cà phê ní cái tha mẹ làm tha ta chia hay sọt sai mà sợ đàm chư giờ ấy được nữ không phải yến hay cái miếng tóc tay được chia tắc chúa tia hầm hai cái lạnh quỳ ly nhỉ chỉ phải xe cái tha bê tinh sẽ bật trâu nó ai đồ vô cà phê mà kèo bàn vậy tới thư trắng này cái trong mà lì nhé số mới ghi làm lực cái này cho nó bạc chứ hai cái lạnh sáng bánh tật nó ngó vậy tới mưa máu bây giờ ngại dương thọt dương y mưa máu đôi nữ than xu ấy chứ vậy tới xa thật chạ xu liệt cho này cho mà đó không nắng cái tha đa lệnh khăn viện cái nia vào đời đa vô lệnh mưa crom cua xa nơi nà này đa tự tại vô một hai cái lạnh nắng đá con mình thông na na đó chẳng sao phơi mà nè nhưng mà hai bóng ôn ở kia không video nắng cái tha nhom thọt ở toàn ở không nơi miền cái lại nhìn xa xa thì nâng mà ta nhưng mà đang học đi nâng nhom kịch mà chắc bàn thọt là hai bên nâng chop đồ rồi bọt vô cà phê hay mưa thì sập shell thọt rồi bên nâng shell thọt video mình thấy bàn thọt được dùng anh ấy cái chi tập hiệp được hàng trong hàng cà phê kia nâng cái tha đi có mà em liệt bị để bọn con của món trong tranh mà khéo mưa thì hiệp dẫn hai nâng ở trong bình hàng nắng như này khác hai cúp xóm nâng quạt bông thư cà phê ở dương phó dương chỉ liệt bị tranh màu mưa plea thái trong dương châu từ khăn bình one two three anh ấy family elephant mà chốt nó lơ buồn đi lại phải mùi rồi chứ đúng trong đây đây mình nè bơm đi nè làm rồi bớt nè tất đại cái bánh đôi say này tam làm chơi nó cứ tha là chẹo xùa mó bắt say mà ọc sayต่อពីពួកខ្ញុំបានដើរគ្រប់កន្លែងអស់ហើយឥឡូវដល់ពេលវេលាដែលត្រូវចាញ់ទៅវិញហើយទៅធ្វើដំណើរតទៅទៀតព្រោះមានពេលតែ2ថ្ងៃទេសម្រាប់ដើរអញ្ចឹងយើងត្រូវមាន plan អីត្រូវធ្វើនេះធ្វើនោះច្រើនអញ្ចឹងក៏សម្រាប់ចិត្តថាបន្តដំណើរទៅមុខទៀតបាទបងប្អូនឥឡូវភ្ញៀវអីគេចាប់ដើមចេញទៅផ្ទះបដាហើយតបពីពួកខ្ញុំចេញមកពីកន្លែងហាងកាហ្វេពួកខ្ញុំបន្តដំណើរទៅញ៉ាំបាយថ្ងៃត្រង់ហើយក៏បានកំងហូបដូចជាសាច់មាន់បាយក្តាំងហើយនឹងប្រហុកអាំងជ្រុញហើយសឡមួយមុខទៀតថតយើងដើរទៅមកលើសម្ដែងទេសម្ដែងញ៉ាំបរ៉ាន់តពីពួកខ្ញុំបានញ៉ាំបាយថ្ងៃត្រង់ហើយពួកខ្ញុំមកប្រាសាទដើម្បីដើរមើលរូបចម្លាក់នៅជាប់ផ្ទាំងសិលាផ្ទាំងសិលាហើយក៏មានដូចជាដើមឈើធំអីជាដើមថាមលុបត្រជាក់ស្រួលដោយសារដើមឈើហ្នឹងហើយបើអត់មានដើមឈើហ្នឹងចប់ទៅហើយក្តៅស្ងួតប្រេះកាហែងតែម្ដង
ទៅនៅក្នុងប្រាសាទខ្ញុំដើរប៉ុណ្ណឹងឯងនៅមិនតាន់ផុតទៀតដោយសារតែខ្លាចក្រុមគ្រួសារចាំយូរពេកចឹងខ្ញុំក៏ត្រឡប់ទៅវិញទៅហើយក៏អត់បានថតចប់ចុងចប់ដើមទៅឥឡូវខ្ញុំចូលមកដល់ប្រាសាទមួយទៀតហើយចូលនេះរៀងបញ្ញាប់បញ្ញាប់ដែរពីព្រោះដើរតែឯងនិយាយទៅជាហ៊ានខ្ពស់ៗមកវ៉ាវឥឡូវខ្ញុំបានមកដល់ប្រាសាទមួយទៀតប្រាសាទនេះគេហៅឈ្មោះថាប្រាសាទព្រះគោប្រាសាទមុនហើយនិងប្រាសាទព្រះគោនេះនៅជិតគ្នាដែរអញ្ចឹងទៅស្រួលធ្វើដំណើរមកនិយាយទៅនៅសៀមរាបមានប្រាសាទច្រើនតែខ្ញុំបានមកតែ3ប្រាសាទដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងចាំពេលមកលើកក្រោយទៀតចាំដើរឲ្យសពគ្រប់ប្រាសាទតែម្ដងពេលខ្ញុំដើរចូលទៅក្នុងបានបន្តិចខ្ញុំឃើញព្រះគោដល់តែ3ខ្ញុំមិនដឹងថាមានន័យថាម៉េចទេបើបងប្អូនទាំងអស់គ្នាដឹងចាំជួយខមមិនប្រាប់ខ្ញុំផងនៅខាងក្រោមពីព្រោះធម្មតាធ្លាប់តែឃើញបើគេតាំងអីគេដាក់ទៅសងខាងដូចសឹងប៉ុន្តែនេះព្រះគោមានដល់តែ3ឬក៏ដោយសារប្រាសាទមាន3ជាប់គ្នាហ្នឹងបានគេដាក់ព្រះគោដល់តែ3បន្ទាប់ពីចេញពីប្រាសាទព្រះគោហើយខ្ញុំបន្តដំណើរទៅមុខទៀតហើយក៏កាត់ទៅឃើញដូចមានចាស់ដីនៅកណ្ដាលទឹកហើយទឹកនឹងដែរនៅព័ទ្ធជុំវិញប្រាសាទអង្គរវត្តដោយសារតែជិះកាត់ប្រាសាទមួយទៀតឃើញស្អាតពេកខ្ញុំក៏ចោះថតមកផ្លែតទៅពេលដែលថតខ្ញុំអត់បានចូលទៅក្នុងប្រាសាទទេបានតែថតនៅខាងក្រៅហើយបានបន្តដំណើរទៅមុខទៀតហើយពួកយើងក៏មកដល់ប្រាសាទអង្គរវត្តគឺថាមិនដែរចោលតែម្ដងចូលអញមកច្រើនដងមួយម៉ាក់ណាមក3នាក់តែងតែម្នាក់តែពេលជិះទៅអង្គរវត្តឃើញគេតែងច្រើនពេកក៏តែងខ្លួននឹងគេនឹងឯងដែរទៅហើយក៏គិតថាពីមុនក៏មិនដែរធ្លាប់តែងអីចឹងដែរចឹងទៅក៏ដាក់មួយមើលអស់ហ្មងខ្ញុំមិនដែរធ្លាប់តែងចឹងពីមុនមកហើយពេលដែលតែងខ្លួនហ្នឹងនិយាយទៅដើរចូលប្រាសាទមកអត់មានប្រព័ន្ធណាតែងទេបើប្រព័ន្ធតែងគឺគេតែងរបៀបថត pre wedding អីដែរមកឃើញសិតតែស្រីៗគេតែងតែខុសគេតែឯងទៅវិញតាយើងឃ្លៀសមានអារម្មណ៍មិនដែរអូនមានអារម្មណ៍ថាក្តៅតែស្រស់ថ្លាតែម្ដងបាទ first time លើកទី1ដែលបានមកថតរូបតែខ្លួនបែបខ្មែរលក្ខណៈបុរាណបែបខ្មែរមើលទៅលើបានហើយស្បែកជើងមិនបាច់មានជើងបន្ទាប់ពីបានថតរូបរួចរាល់ហើយពួកខ្ញុំក៏ត្រឡប់ទៅហូតែលវិញមានអារម្មណ៍មិនដែរដែលថតដែលមកថតឲ្យគេណាគឺខ្មៅមានមួកមានអាវសោះហ្នឹងគ្រាន់តែក្តៅក្តៅខ្លាំងក្តៅដឹងតែបដូរសបល់ហ្មងសបល់វាមិនថាស្អុយទេគឺសបល់ខាងខ្លួនគេមកទៅខ្មៅហើយគឺឥឡូវខាងខ្មៅទេបាទស្រស់អែមគៀបខ្ចីទេតែប៉ុណ្ណា